សួស្តីពុកម៉ែបងប្អូននេះគឺជាការដាំបន្លែលើប្រព័ន្ធទឹកដែលយើងហៅថាhydroponic ហ្នឹងអញ្ចឹងនេះគឺប្រភេទស្ពៃហើយក៏លាយជាមួយនឹងសាឡាត់បរទេសម្ជួរផងដែរអញ្ចឹងយើងមានជាស្ពៃកញ្ញាញ់ហើយនឹងខាងនោះជាស្ពៃជ្រក់ឬយើងហៅថាស្ពៃជើងទាហ្នឹងអញ្ចឹងនេះគឺយើងដាក់ដាំតាគ្នាប៉ុន្តែដោយសារតែស្ពៃកញ្ញាញ់គឺវាអាយុខ្លីជាងស្ពៃជ្រក់អញ្ចឹងវាមើលទៅការលូតលាស់របស់វាគឺធំជាងហើយរីឯសាឡាត់វិញវារឿងធំមិនដល់ស្ពៃកញ្ញាញ់ទេដោយសារតែយើងដឹងស្រាប់ហើយអាកាសធាតុនៅប្រទេសយើងគឺកំពុងតែក្តៅខ្លាំងមែនតើហើយនេះវាលូតលាស់បានប៉ុណ្នេះគឺវាអាចថាវាល្អហើយនេះគឺជាវីដេអូដំបូងដែលខ្ញុំបានធ្វើការចែករំលែកតទៅជាមួយនឹងការដាំបន្លែលើទឹកហើយក្នុងវីដេអូនេះក៏អត់មានអីចែករំលែកជាបច្ចេកទេសដែរគ្រាន់តែជាការចែករំលែកទៅលើការដាំដុះតាមប្រព័ន្ធ hydroponic ដែលជាលទ្ធផលដែលយើងបានដាំអស់រយៈពេលជិត1ខែបើយើងរាប់ពីការបដិកូនទៅវាចូលថា1ខែចុះព្រោះថ្ងៃដែលដាក់ដាំគឺថ្ងៃទី21ឥឡូវនេះថ្ងៃទី19វិញហើយអញ្ចឹងវាជិត1ខែហើយបើយើងដាំលើថ្នាលហើយបកកូនវិញយើងបដោះរហូតដល់ពេលចាប់ហ្នឹងគឺវាខ្ទង់ប្រហែលជា3ថ្ងៃអញ្ចឹងវាចូល1ខែហើយអញ្ចឹងស្ពៃកញ្ញាញ់នេះវាចាប់តាមក្តោបហើយប៉ុន្តែខ្ញុំបានទុកវាសប្តាហ៍ក្រោយបើយើងធ្វើការដកលក់ដើម្បីឲ្យវាក្តោបខ្លាំងបន្តិចហើយឲ្យវាស្រស់គ្នាដោយសារតែស្ពៃមួយចំនួនគឺវាអត់ទាន់ក្តោបទេក្តោបមួយឡើយទេហ្នឹងហើយវីដេអូយើងក៏មិនមានអីច្រើនដែរគឺយើងគ្រាន់តែចង់បង្ហាញតទៅជាមួយនឹងការដាំបន្លែលើទឹករបស់ខាងយើងខ្ញុំហើយនៅវីដេអូបន្ទាប់ទៀតគឺខ្ញុំនឹងធ្វើវីដេអូចែករំលែកតទៅជាមួយនឹងការដាំទៅលើប្រព័ន្ធ hydroponic នៅក្នុងការដាំរបស់ខ្ញុំនេះគឺបងប្អូនមើលទៅគឺខ្ញុំប្រើតែស្បៃគ្របពីលើទេខ្ញុំអត់ប្រើជា plastic UV គ្របពីលើទេដោយសារតែកាលណាយើងប្រក់ plastic គ្របពីលើយើងត្រូវការចំណាយច្រើនជាមួយនឹង plastic ហើយយើងត្រូវធ្វើរោងបន្ថែមទៀតអញ្ចឹងហើយវាត្រូវការចំណាយច្រើនអញ្ចឹងដើម្បីកាត់បន្ថយនឹងការចំណាយគឺខ្ញុំប្រើតែស្បៃ UV ស្បៃការពីកម្ដៅទៅប៉ុណ្ណឹងទេហើយបងប្អូននឹងមានចម្ងល់ថាចុះនៅពេលដែលមេឃភ្លៀងតើយើងត្រូវគ្រប់គ្រងប្រព័ន្ធទឹកគ្រប់គ្រងជីនៅក្នុងពាងយើងបែបណាដោយសារតែនៅពេលដែលភ្លៀងគឺច្បាស់ណាស់គឺទឹកនឹងហូរចូលទៅក្នុងពាងរបស់យើងហើយវានឹងធ្វើឲ្យជីរបស់យើងនឹងគឺវាសាបហើយអញ្ចឹងយើងត្រូវការថែមជីរហូតអញ្ចឹងមុននឹងខ្ញុំចាប់ផ្ដើមដាំខ្ញុំមានបច្ចេកទេសថ្មីមួយទៀតដែលគ្រប់គ្រងទៅលើប្រព័ន្ធទឹកទៅពេលដែលភ្លៀងក៏ដូចជានៅពេលដែលនិយាយទៅគឺនៅពេលដែលភ្លៀងគឺទឹកហូរចូលក្នុងពាងគឺយើងត្រូវមានប្រព័ន្ធគ្រប់គ្រងទៅដើម្បីធ្វើឲ្យជីកម្រិតជីវានៅដដែលឬក៏អាចថាវាខាត់បងតិចតួចព្រោះអីកាលណាបើភ្លៀងមកហើយចូលទៅក្នុងពាងយើងហើយជីសាបរហូតគឺយើងត្រូវការថែមជីរហូតអញ្ចឹងការដាំរបស់យើងអត់ចំណេញទេដោយសារជីក៏វាមានតម្លៃនឹងថ្លៃគួរសមដែរហើយជាមួយនឹងបន្លែយើងក៏មិនសូវជាលក់បានតម្លៃថ្លៃប៉ុន្មានដែរអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ក្នុងការដាំបន្លែលើទឹកក៏ដូចជាចង់ដឹងពីបច្ចេកទេសក្នុងការគ្រប់គ្រងជីដែលយើងដាំនៅកណ្ដាលវាលដែលគ្មាន greenhouse ឬក៏ហៅថាផ្ទះសំណាញ់អញ្ចឹងខ្ញុំនឹងធ្វើវីដេអូបង្ហាញនៅវីដេអូក្រោយទៀតអញ្ចឹងបងប្អូនចាប់អារម្មណ៍សូមធ្វើការ subscribe លើ channel មួយនេះ
ហើយខ្ញុំនឹងអាប់ដេតនៅវីដេអូថ្មីបន្ថែមទៀតទាក់ទងជាមួយនឹងការដាំដុះហើយនៅសប្តាហ៍ក្រោយខ្ញុំនឹងធ្វើវីដេអូទាក់ទងជាមួយនឹងការប្រមូលផលទៅលើស្ពៃកញ្ញាមុនហើយសម្រាប់ស្ពៃជ្រក់គឺវាអត់ទាន់ដល់អាយុវាទេវានៅគុំតូចឡើយទេជាងវាអាច2សប្តាហ៍ទៀតទើបអាចប្រមូលផលបានស្ពៃជ្រក់បាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា